សូមគោរពសម្ដេចទ្រង់ឯកឧត្តមលោកជំទាវអស់លោកស្រីប្រិមិត្តទូរទស្សនិកជនទាំងអស់ជាទីមេត្រីខ្ញុំបាទយុបវណ្ណៈសូមស្វាគមន៍មកកាន់ទូរទស្សន៍សម្លេងកម្ពុជា VOC TV យើងខ្ញុំដែលផ្សាយចេញពីរដ្ឋកាលីហ្វ័រញ៉ាសហរដ្ឋអាមេរិកសូមអបអរសាទរសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភាជាតិកម្ពុជានិងជាប្រធានគណៈបកប្រជាជនកម្ពុជាព្រមទាំងប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានបដិញ្ញាចិត្តយ៉ាងមុតមាំថានឹងបន្តការធ្វើការងារយ៉ាងជិតស្និទ្ធជាមួយនឹងនាយឧត្តមសេនីយ៍មីនអងលៀងដើម្បីបង្កើតចំណងមិត្តភាពទ្វេភាគីរវាងប្រទេសកម្ពុជានិងប្រទេសមីយ៉ាន់ម៉ាឲ្យកាន់តែខ្លាំងដើម្បីរឹតចំណងមិត្តភាពដែលជាមូលដ្ឋានគ្រឹះក្នុងការគោរពគ្នានិងផ្ដល់ផលប្រយោជន៍ទៅវិញទៅមកអ្វីទៅជាយុទ្ធសាស្ត្រស្ងៀមតែមិនស្ងាត់ទីតាំងមួយចំនួនដែលថៃបានដាក់ទូកុងតឺន័រដាក់បណ្ណាលុះតើបានមកវិញដែរឬទេចម្លើយ 100% គឺបានមកវិញបានដោយកិត្តិយសបានដោយមុខមាត់បានដោយក្នុងនាមជាម្ចាស់ស្របច្បាប់ដោយមានការដឹងឮមានប្លង់អធិបតេយ្យភាពទឹកដីរបស់កម្ពុជាច្បាស់លាស់ដែលដឹងឮដោយបារាំងសំណួរសួរថាប្រជាពលរដ្ឋដែលនៅតំបន់ទាំងអស់នេះតើពួកគាត់ទៅនៅឯណាបណ្ដោះអាសន្នបើចូលផ្ទះមិនបានចម្លើយថ្នាក់ដឹកនាំមិនដែលទុកប្រជាពលរដ្ឋចង់នោះទេមានសុខរួមសុខមានទុក្ខរួមទុក្ខរាជរដ្ឋាភិបាលបានបង្កើតគណៈកម្មាធិការចុះជួយសម្រួលទុកលំបាករួចរាល់អស់ទៅហើយចុះពេលណាគាត់អាចទៅរស់នៅផ្ទះសម្បែងរបស់គាត់វិញចម្លើយមិនយូរទេពេលនេះតំបន់ដែលថៃដាក់កុងតឺន័រដាក់បណ្ណាលុះគឺថៃកំពុងតែពុលនឹងភាពអំនួតថតរូបថតវីដេអូអួតក្តែងឲ្យពិភពលោកបានឃើញបានដឹងបានឮថាពួកថៃនេះឈ្លានពានលើទឹកដីកម្ពុជាពេលថៃកាន់តែបន្តថតយើងកាន់តែចំណេញពិភពលោកមួយនេះគ្មាននរណាម្នាក់ចូលចិត្តប្រទេសដែលឈ្លានពានគេនោះទេយើងបានដឹងស្រាប់ហើយថារាល់ថ្ងៃប្រទេសដែលឈ្លានពានគេគឺតែងតែទទួលការបន្ទោសបង្អាប់គ្រប់រូបភាពគ្រប់ទីតាំងរាល់ការជជែកគេតែងតែនិយាយអាក្រក់ពីប្រទេសដែលឈ្លានពានគេគ្មានមនុស្សណាសេដ្ឋីណាទេសចរណាចង់ទៅលេងប្រទេសដែលឈ្លានពានគេនោះទេសូមបន្តជឿជាក់លើឋានៈដឹកនាំកម្ពុជាយើងនឹងឈ្នះអស់មានសត្រូវឈ្លានពានលើកម្ពុជាជារឿងពិតដែលទំនាក់ទំនងរវាងកម្ពុជានិងបារាំងមានភាពស៊ីជម្រៅនិងមានលក្ខណៈពិសេសខុសពីគេបើធៀបទៅនឹងទំនាក់ទំនងការទូតដទៃទៀតការលើកឡើងរបស់អ្នកអំពីសន្លឹកបៀផ្នែកការទូតនិងច្បាប់គឺជានិមិត្តរូបនៃឥទ្ធិពលប្រវត្តិសាស្ត្រដែលនៅតែមានតម្លៃរហូតមកដល់បច្ចុប្បន្ននេះគឺជាចំណុចសំខាន់ដែលគាំទ្រដល់មតិរបស់អ្នកថាបារាំងគឺជាដៃគូដ៏រឹងមាំនិងមិនអាចខ្វះបានសម្រាប់កម្ពុជាទី1អាណាព្យាបាលនិងការពារបូរណភាពទឹកដីកម្ពុជាក្នុងប្រវត្តិសាស្ត្របារាំងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សារូបរាងប្រទេសកម្ពុជាប្រសិនបើគ្មានកិច្ចអន្តរាគមន៍ពីបារាំងក្នុងឆ្នាំ1863ទេផែនទីកម្ពុជាអាចនឹងខុសពីអ្វីដែលយើងបានឃើញសប្តាហ៍នេះបារាំងក៏ជាអ្នកជួយទាមទារខេត្តបាត់ដំបងសៀមរាបនិងសេរីសុភ័ណ្ឌឲ្យត្រឡប់មកវិញពីសៀមនៅឆ្នាំ1907ផងដែរពីសន្លឹកបៀផ្នែកឯកសារប្រវត្តិសាស្ត្របានសារណដ្ឋាននៅពេលដែលមានចំនួនព្រំដែនឬការប្តឹងផ្តល់ជាលក្ខណៈអន្តរជាតិបារាំងគឺជាឃ្លាំងផ្ទុកភ័ស្តុតាងដ៏ធំបំផុតដែលកម្ពុជាបានប្រើដើម្បីឈ្នះក្តីលើប្រាសាទព្រះវិហារនៅតុលាការអន្តរជាតិ ICJ គឺជាសមិទ្ធផលបច្ចេកទេសរបស់បារាំងបានសារណដ្ឋានរាល់សន្ធិសញ្ញានិងឯកសារបោះបង្គោលព្រំដែនចាស់ភាគច្រើនត្រូវបានរក្សាទុកនៅទីក្រុងប៉ារីសដែលជាអាវុធការទូតដ៏សំខាន់បំផុតរបស់កម្ពុជាទី3ស្ពានចម្លងរវាងកម្ពុជានិងអឺរ៉ុបបារាំងតែងតែដើរតួជាមេធាវីឬជាអ្នកសម្របសម្រួលឲ្យកម្ពុជានៅលើឆាកអន្តរជាតិជាពិសេសនៅក្នុងសហភាពអឺរ៉ុបទោះបីជាមានភាពក្រកម្មរកុសខ្លះផ្នែកនយោបាយក៏ប៉ុន្តែទំនាក់ទំនងវប្បធម៌ភាសា Francophonie និងមនោសញ្ចេតនារវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរតែងតែមានភាពស្និទ្ធស្នាលនឹងគ្នាជានិច្ចទី4កិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងប៉ារីសបារាំងគឺជាសហប្រធាននៃសន្និសីទទីក្រុងប៉ារីសឆ្នាំ1991ដែលនាំមកនូវសន្តិភាពនៅកម្ពុជានេះជាចំណងផ្លូវច្បាប់ដែលធ្វើឲ្យបារាំងមានកាតព្វកិច្ចតាមមើលនិងជួយជ្រោមជ្រែងកម្ពុជាជារៀងរហូតមកទំនាក់ទំនងដែលកសាងលើប្រវត្តិសាស្ត្រជាង100ឆ្នាំនេះមិនមែនជាងាយនឹងរលាយបាត់នោះឡើយការកាន់កាប់ទឹកដីកម្ពុជាដោយទ័ពថៃក្រោយបត់ជុកបាញ់និងវាយកំទេចផ្ទះសម្បែងប្រជាជននិងហេដ្ឋារចនាសម្ព័ន្ធគឺជាការរំលោភយ៉ាងជាក់ច្បាស់ចំពោះគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិក៏ដូចជាច្បាប់មនុស្សធម៌និងច្បាប់សិទ្ធិមនុស្សអន្តរជាតិទៅលើខេត្តចំនួន4គឺខេត្តបន្ទាយមានជ័យមានភូមិព្រៃច័ន្ទភូមិជោគជ័យភូមិបឹងត្រកួនខេត្តពោធិ៍សាត់គឺតំបន់ភ្លុកដំរីច្រកអន្តរជាតិថ្មដាច្រកជ័យជំនះខេត្តព្រះវិហារគឺតំបន់អានសេះតំបន់តាថាវតំបន់ភ្នំទ្របខេត្តបន្ទាយមានជ័យគឺតំបន់អូស្មាច់តំបន់ប្រាសាទខ្នាប្រាសាទតាក្របីប្រាសាទតាមាន់ធំតំបន់ជប់អង្គញនិងតំបន់ជោគគ្រោះតើគោលដៅពិតប្រាកដនៃសង្គ្រាម21ថ្ងៃថៃជាមួយនឹងកម្ពុជានេះក្នុងគោលបំណងអ្វីឲ្យពិតប្រាកដបន្ទាប់មកថៃនឹងលេងអ្វីទៀត
របៀបនៃការវាយលុករបស់ថៃបង្កប់ចេតនាអ្វីខ្លះគឺចង់បំបាក់ស្មារតីអ្នកនៅជួរក្រោយគឺប្រជាជនស៊ីវិលកម្ពុជាការទម្លាក់គ្រាប់បែកឬផ្លោងគ្រាប់ចូលក្នុងតំបន់ជនស៊ីវិលឬកន្លែងជនស៊ីវិលរស់នៅថៃមិនមែនថាមិនដឹងខុសច្បាប់នោះទេតែថៃមិនខ្វល់នឹងលេងល្បែងប្រថុយក្រោមហេតុផល3យ៉ាងមួយឲ្យប្រជាជនជំនះចាញ់ងាយស្រួលខ្លួនវាយកំទេចបន្ថែមដុតចោលឬពាត់យកដីទីតាំងឈរជើងតែម្ដងទី2ឲ្យប្រជាជនខ្មែរគិតថាលែងជាតំបន់មានសុវត្ថិភាពនិងអាចរស់នៅបានទៀតហើយបន្តិចម្ដងអ្នករស់នៅតំបន់នោះនឹងកាន់តែតិចទៅបង្កជាការអំណោយផលសម្រាប់ការវាយលុកនៅពេលក្រោយឲ្យខ្មែរគិតថាខ្សែត្រៀមជួរមុខថៃវាយដាច់អស់ហើយទើបទម្លាក់គ្រាប់បែកមកដល់ទីនេះបានហើយអាចទុកវាយសង្គ្រាមចិត្តសាស្ត្រពេលក្រោយទៀតផងសម្រាប់អ្នករស់នៅក្នុងតំបន់មានសុវត្ថិភាពដែលមិនមែនជាជនភៀសសឹកថៃវាយតាមព័ត៌មានคล้ายរូបភាព AI និងសារបំបាក់ទឹកចិត្តទាំងផ្លូវការនិងក្រៅផ្លូវការថៃបានផ្សាយរឿងមិនច្បាស់ការជាច្រើនឲ្យប្រជាជនខ្មែរយើងមិនអាចមានអារម្មណ៍ធ្វើការងារឬរកទទួលទានអ្វីកើតពីប្រព័ន្ធផ្សព្វផ្សាយរបស់ថៃពិសេសគឺការផុសរូបភាពឬវីដេអូអំពីភាពមិនសមគួរអសិលធម៌របស់កងទ័ពថៃលើសាកសពពលីជីវិតរបស់កងទ័ពកម្ពុជាការផុសឌឺដងពីទីតាំងដែលពួកគេឈរជើងការពាត់បន្លាលុះលើទីតាំងដែលពួកគេកាន់កាប់ក្រោយបាត់ជបាញ់និងការផុសបំបាក់ស្មារតីកងទ័ពកម្ពុជាថាមិនអាចវាយឈ្នះទ័ពថៃឡើយសង្គ្រាមចិត្តសាស្ត្រមកពីក្រោយយ៉ាងសាហាវ72ម៉ោងមកនេះខ្មែរជបាញ់ព្រោះស្រឡាញ់សន្តិភាពតែថៃជប់បាញ់ព្រោះត្រូវដកថយនិងមានបំណងកំទេចនៅអ្វីដែលខ្លួនមិនអាចយកបានការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធបើរាប់ត្រុសថៃកំទេចហេដ្ឋារចនាសម្ព័ន្ធជនស៊ីវិលច្រើនជាងមូលដ្ឋានកងទ័ពកម្ពុជាដាច់រាប់ទាំងថ្នល់ស្ពានសាលារៀនមន្ទីរពេទ្យវត្តអារាមប្រើគ្រាប់មានតម្លៃរាប់ម៉ឺនសែនដុល្លារដែលពេលខ្លះមានតម្លៃលើសអ្វីដែលពួកគេបំផ្លាញទៅទៀតគោលដៅគឺដើម្បីតែបង្អាក់ដល់ការអភិវឌ្ឍនិងរំខានដល់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជាតែប៉ុណ្ណោះនេះហើយជាចំណុចដែលថៃចង់បានឲ្យខ្មែរបាត់ជំនឿទុកចិត្តលើខ្លួនឯងក៏ដូចជាបាត់ទំនុកទុកចិត្តទៅលើរាជរដ្ឋាភិបាលផងដែរដូច្នេះសូមឲ្យពលរដ្ឋខ្មែរយើងទាំងអស់គ្នាកុំចាញ់បោកនៅរូបភាពទាំងឡាយរបស់ថៃដែលវាបំពុលនៅក្នុងសង្គមក៏ដូចជាបំពុលនៅក្នុងអារម្មណ៍របស់បងប្អូនខ្មែរយើងដោយមានអារម្មណ៍មិននឹងណសូមខ្មែររួបរวมខ្មែរឈ្នះខ្មែររួបរวมគ្នាខ្មែរខ្លាំងរឹងមាំខ្មែររួបរวมខ្មែរមានអនាគតពន្លឺភ្លឺស្វាងទៅដល់កូនចៅយើងចំនួនក្រោយយូរអង្វែងតរៀងទៅគ្រប់ពេលវេលាសូមអរគុណប្រិយមិត្តទូរទស្សនិកជនទាំងអស់ដែលកំពុងតាមដានទស្សនាទូរទស្សន៍សំឡេងកម្ពុជា VOC TV យើងខ្ញុំដែលផ្សាយចេញពីរដ្ឋ California សហរដ្ឋអាមេរិកសូមជួយចុច like follow និង share ម្នាក់មួយផងលើ page Facebook ក៏ដូចជា YouTube ផងដែរដើម្បីទទួលបាននូវព័ត៌មានថ្មីសូមអរគុណជម្រាបលាជួបគ្នាវេលាក្រោយទៀត